Ok, chú chỉ mua nhóm nó tới đấy, chỉ mua video của mày, ngày nay dương bây giờ bị lại nó cho đại, bắt đầu bị lục muốn lại nó về bị xe nói, tao sắp ra, ngày nay dương về bị lại chân nó tìm mũi, bao viêm bè dương, start mà, ok, nước đồng nó dương còn start với cháu tay dùng ở pra đồng tới đấy, nhưng còn cháu nhung remote tập không pra remote tập pra không software mũi, một thằng phục thị, ok, nước lại đấy dương đã IP bỏ machine bao dương dương ai search IP នៅក្នុងនេះបាន login ឲ្យ search មើលទៅនេះដាក់ IP បន្ទាប់មកដាក់ឈ្មោះយើងចូលចាំមក select SSH ខ្ញុំបានធ្វើហើយចឹងខ្ញុំ select ឲ្យ open ទៅមកទៅអូខេក្រោយនេះយើង login ខ្ញុំ login ជា route user មួយខ្ញុំដាក់ password របស់ខ្ញុំអូខេចូលហើយបងខ្ញុំបញ្យល់អំពីនេះវា route នេះគឺជា main user របស់យើង login ជា route អញ្ចឹងជា user main user របស់យើងតើមកខ្ញុំនិយាយពី SU នេះគឺជា switch user SU នៅវគ្គមុនខ្ញុំបានបង្កើត user មួយឈ្មោះថាគឹមសែអញ្ចឹងខ្ញុំ switch ទៅ user គឹមសែអូខេនេះយើងចូលជា user គឹមសែនៅក្នុង directory root អញ្ចឹងយើងអាច switch ទៅ user root វិញបាន SU កាន់ root វិញមិនដាក់ root ក៏បានដាក់ root ក៏បានអូខេ login ទៅ root វិញយើងវាយ password វិញអូខេយើងចូលទៅកាន់ root វិញហើយតោះខ្ញុំបញ្យល់អំពីនេះ PWD នេះគឺ present working directory ដែលយើងចូលនៅ PWD នេះយើងនៅក្នុង root ជា directory root តោះមកយើងបញ្យល់អំពីដល់យើងចូល VI យកមកទេចូល VI ធ្វើការ clear មួយអូខេខ្ញុំបាន VI យើង make directory មួយនៅក្នុងនេះយើងអត់ប្រើជា file អត់មាន folder ទេប្រើ directory គេហៅ directory អញ្ចឹងយើង make directory មួយមកចាំតិច mkdir អូខេយើង make directory មួយដាក់ឈ្មោះថា volleyball អូខេអញ្ចឹងយើងចុច enter វិញមកអញ្ចឹងយើងឆែកតើមានអត់អញ្ចឹងយើង ls នេះគឺឆែក directory នេះយើងបានបង្កើត VI volleyball អញ្ចឹងយើង cd វាទៅកាន់ directory volleyball cd គឺ change directory អញ្ចឹងយើងចូលមក cd ទៅកាន់ volleyball
volleyball okយើងនៅកាន់ delivery volleyball អីតមកខ្ញុំបាននឹងបង្កើត file មួយនៅក្នុង touch វា touch ដាក់ឈ្មោះមកខ្លះក៏ដាក់ថា main ហួងអូខេចឹងយើង ls មក អូខេនៅក្នុង directory volleyball មាន file មួយជាមួយ6កន្លែងខ្ញុំភ្លេចដាក់ .tt ចឹងដាក់ .tt បង្កើត file ទៀតមកដាក់ .tt បង្កើត file ប្រើ .tt ណែយើង ls អត់ហើយនេះចឹងខ្ញុំចង់ vi ដាក់អក្សរនៅក្នុង file text មួយ file .tt ហ្នឹងចឹងខ្ញុំកាន់ main ហូបហើយហូមស្អីក៏ទៀតហើយហូមហើយហូម.tt អូខេ press មកចេះយើងដាក់ឈ្មោះនេះខ្លះក៏ដាក់អក្សរនៅក្នុងបាននិយាយចង់ដាក់មកដាក់នេះហើយចេញអក្សរ insert នេះមកដើម្បីសរសេរបានចេញដាក់ hello អូខេចឹងមកតមកចុច2 enter អូខេយើង escape ទៅមកតមកយើងចុច shift ចុច2នេះមកហើយចុច x ដើម្បីចេញអូខេបន្តមកយើងអាចឆែកអក្សរមកដល់ប្រើ cat នឹងមាននេះ cat ដើម្បីឆែក text នៅក្នុង file ហ្នឹង cat ហើយបែរឈ្មោះ file យើងមកខែនេះที่យើងបានដែរចង់ឆេងអក្សរចឹងតើទៀតយើងអាចកែបានបងស៊ីចឹងទៅ escape មកតមក shift ចុច2អូខេតមកយើងចុច check អានឹងមកទៅមកនេះអូខេអានឹង vim ក៏ដូចគ្នាដែរដូចតែគ្នាទេឥឡូវខ្ញុំ clear វាចោល vim បង្កើតឥឡូវយើងបង្កើតfile មួយទៀតចុះចូលថាคูณកាត់ file ប្រើ project touch ch use ch អូខេ .tt យកអីមកនេះឃើញហើយតោះយើង vim មកទៅកាន់ text អាចគូន.tt អូខេស្អីក្នុងនោះមកដូចគ្នាដូចមិញដែរដូចតែគ្នាទេដូចតែ vi ដែរទេថា
okay តោះមកយើង escape មកយើងចូលចុច task shift ចុចនេះដើម្បីចុចចេញចុច2ចុច x ដើម្បីចេញអូខេបន្តមកយើង check វាមកcheck ដូចគ្នាទេ cat គួរ not tt អូខេដូចគ្នាទេអញ្ចឹងបន្តមកយើងអាចទៅ edit វាបានអូខេតោះមកយើង escape មក shift ចុចដើម្បីចេញចុចដូចគ្នា x ដើម្បីចេញតោះមកយើងចូលទៅឆែកវានេះបានហើយអូខេ VIM ដូចតែគ្នាទេអញ្ចឹងយើងទៅកាន់មួយទៀត nano យើង clear វានោះហើយខ្ញុំបង្កើត file មួយមក touch nano .tt ចឹងទៅតោះមកយើងអត់ឲ្យមើលនេះ nano អូខេដើម្បីចូលទៅកាន់ nano ហ្នឹងតោះមកមុនដំបូងយើងវាយ nano ដល់ clear យើងវាយឈ្មោះ file របស់យើង nano .tt យើងពេលធ្វើអានេះវាមាននេះហើយយើងអាចទៅសេតក្នុងបានថាអូនចឹងទៅអូខេកន្លែងនេះយើងចុច control O តោះមកយើង press enter ចុច control X អូខេជាងក្រោយយើងចូលទៅមើលវាទៅ cat nano .tt អូខេនេះដូចតែគ្នាទេហើយយើងអាច clear ក៏ដូចទៅនោះដែរបានអាច edit ទៅនោះបានអូខេវីដេអូខ្ញុំក្នុង channel ទី1មានប៉ុណ្្នឹងទេសូមអរគុណ